Chi sầm nua để trong tem mà đón thay điện sao tích nó không bay cặp hiệp tại trường lăng nàng đọc rút nâng còn là bon sẽ lấy mơ tới nâng á đài vậy ta thọ mòn tên trong gọi đài chia thà fan cái đôi chia nên lên đại thành công có tiền châu mơ đặng tâm một ai nhé cứ tình muối cứ miền là cồn án DP cứ bình tây sà vào đi bình chí hay được bị có châu mau búp hồi nãy cho một búp ấy đô trong chị tạm cay đây cầm pul bay này lấy chung cái này đây mà đó mấy ông bây cay đây cầm pul bay chung này đây mà đó ta chỉ cà phê vào khai của con tới chim sẽ ở bên tây sà vào đi ở này xem này chẳng mày đã cha nhưng cách thành chạy ở cà phê khai dương ở miền này bàn tay dương miền tại đôi nhom vậy trong mong nhưng miền tại bài chất phổi trong ban bài so hay miền sài tập hiệp trang khi nào chúng mình đang lé thì vậy mà phải chúng mình đang start bài nè bong bong pra tặng pin mong đi cho kiaជួយពលស្បែកយ៉ាងឲ្យសលឿនសបែបមានសុវត្ថិភាពមានសំណើមផ្លូវចេញពីខាងក្នុងតែម្ដងដែលបានផលលើធីមវាយមកប្រាក់ហើយគឺស្បែកសមាត់រលោងសបែបមានសុខភាពល្អនិងជួយព្យាបាលស្បែកខូចជាពិសេសគឺស្បែកដែលងាយរងប្រតិកម្មជំរាបសួរបងស្រីគឺជាតារាដែលល្បីនៅលើ social media តែម្ដងគឺ Fiata បាទថ្ងៃនេះគឺបង្ហាញខ្លួនជាបេក្ខភាពផ្លូវការរបស់ Miss Universe Cambodia ឆ្នាំ2025បងស្រីជួយណែនាំខ្លួនឲ្យទស្សនិកជនបានកាន់តែស្គាល់ផងចាជំរាបសួរនាងខ្ញុំបើសិនជាឈ្មោះផ្លូវការហៅថាថៃនារីសុជាតាឈ្មោះហៅក្រៅហៅ Fiata ខ្ញុំជា MUC 07នៅក្នុង Miss Universe 2025គ្រាន់តែលេខរៀងលំដាប់ហ្នឹងគឺលេខរៀងហុងស៊ុយដែលគេ MUC 07បាទអត់ទាស់តែម្ដងបងសូមចំណាប់អារម្មណ៍តិចមូលហេតុអ្វីបានជាសម្រាប់ចិត្តក្នុងការដាក់ពាក្យចូលរួមកម្មវិធីបន្លង Miss Universe Cambodia ឆ្នាំ2025ព្រោះអីកន្លងមកគឺអូនឯងមិនដែលថាចាប់អារម្មណ៍ក្នុងកម្មវិធីវិស័យបវកញ្ញាឡើយចាតាមពិតទៅអញ្ចឹងបងខ្ញុំចាប់អារម្មណ៍នៅលើវិស័យបវកញ្ញាហ្នឹងក៏ដូចជា Miss Universe ហ្នឹងយូរដែរហើយប៉ុន្តែគាត់ថាខ្ញុំអត់មានពេលគ្រប់គ្រាន់សម្រាប់ focus ទៅលើកម្មវិធីទាំងមូលដោយសារតែកម្មវិធីមួយយើងត្រូវការបដិញ្ញាចិត្តហើយនឹងពេលវេលាគ្រប់គ្រាន់ដើម្បី focus ទៅលើ project ទាំងមូលអញ្ចឹងសម្រាប់ឆ្នាំនេះសម្រាប់ការងាររបស់ខ្ញុំក៏ខ្ញុំអាចតម្លាក់ដៃចោលខ្លះហើយពេលវេលាក៏ហុចផលឲ្យម្យ៉ាងសម្រាប់រូបរាងយើងក៏យើងថែបានល្អដែរខ្ញុំក៏គិតថាវាគឺជាឱកាសដែលវាគឺជាឆ្នាំដែលស័ក្តិសមបំផុតសម្រាប់ខ្ញុំក្នុងការចូលមកចាតើបងដឹងបងស្រីដូចជាមានអាជីវកម្មរបស់ខ្លួនដែរផងដែរនៅពេលដែលដកខ្លួនមកក្នុងវិស័យបវកញ្ញាបន្លងក្នុងកម្មវិធី Miss Universe Cambodia នឹងទៀតអាចប៉ះពាល់ដល់អាជីវកម្មរបស់យើងការងាររបស់យើងដែរទេអាចប៉ះពាល់តិចតួចបងវាមិនថាអត់ប៉ះពាល់ទាំងស្រុងទេចាបងប៉ះពាល់តិចតួចប៉ុន្តែយើងតម្លាក់ទៅបើអ្នកធ្វើការបន្ទាប់ពីយើងហ្នឹងយើងបាន brief គាត់ច្បាស់លាស់ហើយអញ្ចឹងអត់អីបងមានបញ្ហាទេចានៅលក់ដូរដាច់ធម្មតាមិនប្រឡងខាតទេណាអត់ទេបងអត់ទេអរគុណច្រើនមែនតើបងសួរចំណាប់អារម្មណ៍មួយទៀតផងដែរនៅពេលដែលដាក់ពាក្យចូលរួមប្រកួតហ្នឹងមានដែរដឹងថាមានបេក្ខភាពណាខ្លះចូលរួមដែរទេឬក៏បានដឹងមុនឬក៏បានដឹងដែរគឺខ្ញុំអត់ដឹងសោះតែម្ដងបងសម្រាប់បេក្ខភាពណាចូលរួមខ្លះគឺដាក់ទៅហ្នឹងតាមពិតហ្នឹងចិត្តខ្លួនឯងរៀងភ័យផងអផងមិនដឹងថាមិនទេប៉ុន្តែសម្រាប់ចិត្តថាអូខេតោះធ្វើហ្មងក៏សម្រាប់ចិត្តដាក់ពាក្យឲ្យទៅមកដឹងនៅថ្ងៃទី1ទាំងអស់គ្នានឹងឯងបងចាទៅពេលដែលបង្ហាញខ្លួនបំពាក់ជាងជាផ្លូវការដឹងមានបេក្ខភាពទាំងអស់ហើយ20នាក់ហើយក្នុងនោះគ្រាន់តែជើងខ្លាំងស្ទើរតែ10រូបទៅហើយចាសម្រាប់យើងមានការព្រួយបារម្ភទេភ័យទេខ្លាចទេបើសម្រាប់ខ្ញុំគិតថាសប្បាយចិត្តព្រោះនៅក្នុងកម្មវិធីប្រកួតបើសិនជាយើងមានអ្នកខ្លាំងប្រកួតច្រើនគឺមានន័យថាកម្មវិធីហ្នឹងម្យ៉ាង quality ល្អមើលហើយបើសិនជាយើងឈ្នះឬក៏ចាញ់វាគឺជាបទពិសោធន៍មួយដែលកម្ររកបានមែនតើបងចាមើលទៅគឺបងស្រីមានភាពជឿជាក់ខ្លាំងមែនតើមុនការដាក់ពាក្យបន្លំ Miss Universe Cambodia ឆ្នាំ2025នេះតើអូនមានបានដក clear ឬក៏បានត្រៀមខ្លួននឹងការវឹកហាត់ការពាក់ព័ន្ធយ៉ាងណាដែរទេចាបងបើសិនជាការវឹកហាត់ណាគឺខ្ញុំវឹកហាត់ឡើងវិញទាំងអស់បងព្រោះខ្ញុំអត់ប្រមាទទេមិនថាពីការដើរម៉ូដក៏ដូចជាភាសាយើងបន្ថែមចំណេះដឹងពាក់ព័ន្ធជាមួយនឹងវប្បធម៌ឬក៏សង្គមគឺខ្ញុំសិក្សាឡើងវិញទាំងអស់ចាបាទអរគុណ make sure ថាវា perfect មិនបាន perfect តែឲ្យខ្លុះអរគុណច្រើនមែនតើជាសំណួរមួយទៀតមានជំនឿប្រមាណភាគរយសម្រាប់កម្មវិធីដែលយើងទៅប្រកួតជាច្រើនវគ្គនៅពេលខាងមុខនេះផងដែរបើសិនជាជំនឿហ្មងយើងឈានចូលមកសមរភូមិអញ្ចឹងហ្មងណាបងការប្រកួតនេះខ្ញុំគិតថាយើងត្រូវតែមានជំនឿទុកចិត្តលើខ្លួនឯងមិនក៏បានឲ្យលើសពី 70% ដែរទើបយើងអាចមានស្ថិរភាពក្នុងការឈរឲ្យរឹងមាំក្នុងការតស៊ូទៅខាងមុខអញ្ចឹងខ្ញុំគិតថាខ្ញុំឲ្យខ្លួនឯង 90% ចាស់ជាត្រង់ 90% ហើយមានថាមានជំនឿចិត្តខ្ពស់មែនតើឥឡូវជាសំណួរដែលចំតែម្ដងថារៀងសើតិចនៅក្នុងបេក្ខភាពតែជើងខ្លាំងនឹង10រូបហ្នឹងគ្រាន់តែបងសិលេចមើលទៅហ្នឹងដែលនិយាយថាថប់មែនតើចង់ក្រោយដែលជាថា fan ក៏ដូចជានៅលើបណ្ដាញសង្គមក៏ទាញចូលមើលដាក់ទៅម្នាក់ហ្នឹងគឺទី1គឺមានកូនអានទី2គឺពេជ្រប្រទេសសារាវឌីពេជ្រឈីហើយទៅពេលគាត់ចូលមកបឹប
ហើយអូនឯងចូលមកបឹបទៅដូចចង់និយាយថាផ្កាយរះកំពូល3លើជុំគ្នាតែម្ដងណាអូនទៅវាផ្កាយរះកំពូល3ជុំគ្នាតែម្ដងតើជាការព្រួយបារម្ភខ្លាចពួកគាត់ទេជាពិសេសពេញប្រទេសសារាវឌីអូនឯងសម្រាប់អូនឯងយ៉ាងម៉េចដែរចាខ្ញុំគិតថាចេះការភ័យខ្លាចយើងអត់មានទេប៉ុន្តែយើងមានតែដូចខ្ញុំនិយាយចឹងបងខ្ញុំមានតែសប្បាយចិត្តព្រោះអីកាលណាដែលយើងបាននៅក្បែរមនុស្សខ្លាំងគឺមានន័យថា energy យើងនឹងកាន់តែ boost ជាងនឹងទៀតព្រោះធម្មតាអ្នកប្រឡងតែងតែចង់ឈ្នះហើយមែនទេហើយកាលណាដែលយើងបាននៅក្បែរមនុស្សខ្លាំងយើងបានរៀនសូត្រពីគ្នាបានច្រើនមែនតើអញ្ចឹងខ្ញុំគិតថាវាអត់មានជាបញ្ហាអីទេបងចាងាកមកក្រោយតិចអូនសម្រាប់ប្រវត្តិខ្លួនឯងក្នុងវិស័យសិល្បៈវិញចង់ឲ្យបងអូនចែកម្លែកក៏ដូចជាការទម្លាយផងដែរក្នុងប្រវត្តិសិល្បៈបងអូនផ្ដើមសិល្បៈដំបូងចូលតាមរយៈណាឆ្នាំណាអ្វីដែរចាបងអញ្ចឹងដំបូងឡើងខ្ញុំ start ជាមួយនឹង Freshie Girl and Boy នៅឆ្នាំដូចជា2010បងចប់ពីនឹងមកក៏យើងចំណាក់លេខ2ហ្មងចាអញ្ចឹងដល់ពេលបន្ទាប់ពីនឹងមកយើងក៏ចេះតែមានការងារដូចបងផ្ដល់ឱកាសឲ្យឃើញយើងមានបទពិសោធន៍ខ្លះដែរអញ្ចឹងក៏ផ្ដល់ឱកាសឲ្យពីមួយថ្ងៃទៅមួយថ្ងៃមួយពេលទៅមួយពេលមួយការងារទៅមួយការងារវាអភិវឌ្ឍខ្លួនយើងម្ដងទៅម្ដងអញ្ចឹងណាបងចាហើយក៏មកដល់សប្តាហ៍ថ្ងៃនេះទៅដូចជាមានការចេញចម្រៀងខ្ញុំមានចេញចម្រៀងផ្ទាល់ខ្លួនដូចគ្នាក៏ដូចជាមានការដើរម៉ូដហើយថតរឿងថតអីជាបន្តបន្ទាប់បងចាបងឃើញនៅលើបណ្ដាញសង្គមក៏ដូចជា page របស់បងអូនគឺមានការបញ្ចេញនៅសកម្មភាពច្រើនរយៈពេលប្រហែលឆ្នាំនេះដែរសម្រាប់ការ fashion គឺលយការដើរការបង្ហាញម៉ូដគឺនិយាយថាលំដាប់អន្តរជាតិតែម្ដងគឺនិយាយថាបាល់តែម្ដងហើយ fan អនឡាញក៏មានការច្រើនហើយការកាន់ស្រឡាញ់សម្រាប់បងអូនផងដែរបងអូននឹងយកសមត្ថភាពក្នុងវិស័យ fashion ដូចជា model ដូចជាការដើរសកម្មភាពប្រចាំថ្ងៃអនឡាញដែលបង្ហាញរាល់ថ្ងៃហ្នឹងត្រៀមយកប្រមូលយកអស់ដើម្បីដាក់លើឆាកប្រកួតតែម្ដងឬយ៉ាងណាដែរគឺដូចបងនិយាយចឹងបងនិយាយមកគឺចម្លើយរបស់ខ្ញុំហ្មងគឺដាក់ទាំងអស់អត់សំចៃដៃតែម្ដងព្រោះវាជាឱកាសរបស់ខ្ញុំហ្នឹងអញ្ចឹងខ្ញុំគិតថាអ្វីដែលខ្ញុំខំសិក្សាមកវឹកហាត់មកខ្ញុំគួរតែបញ្ចេញវាអស់កុំទុកទៀតបងចាអរគុណច្រើនមែនតើនៅក្នុងវគ្គរបស់ Miss Universe Cambodia ឆ្នាំ2025ប្រកាសជាមានវគ្គមួយដែលថាត្រៀមនឹងឆ្លើយឆ្លងសំណួរហើយក៏ដូចជាមានការរើសប្រធានបទកំណត់ខ្លួនឯងឬក៏ advocacy តើបងអូននឹងគិតថាលើកឡើងប្រធានបទអ្វីមួយដើម្បីក្នុងការតស៊ូមតិដែរទេបើសិនជាពាក់ព័ន្ធជាមួយនឹង community បងខ្ញុំគិតថាខ្ញុំពាក់ព័ន្ធឲ្យលើកពីកុមារមកច្រើនជាងដោយសារដូចខ្ញុំបានជំរាបអញ្ចឹងថាយើងធំធាត់ឡើងនៅក្នុងគ្រួសារមួយដែលវាអត់ពេញលេញដោយសុភមង្គលទេអញ្ចឹងយើងត្រូវធំធាត់ឡើងដោយស្វែងរកក្តីស្រឡាញ់នៅជុំវិញខ្លួនហើយផ្ដល់ក្តីស្រឡាញ់ជូនទៅមនុស្សជុំវិញខ្លួនដូចគ្នាពេលខ្លះយើងផ្ដល់ក្តីស្រឡាញ់ខុសទទួលក្តីស្រឡាញ់មកខុសផ្ដល់ក្តីស្រឡាញ់ទៅត្រូវវាជា platform ជីវិតដែលយើងត្រូវសិក្សាអញ្ចឹងខ្ញុំគិតថាពេលខ្លះខ្ញុំរៀនបានពីជីវិតច្រើនដែរប៉ុន្តែវាមិនដល់កម្រិតកំពូលទេបងអញ្ចឹងខ្ញុំគិតថាខ្ញុំរៀនបានប៉ុណ្ណាខ្ញុំនឹងចែករំលែកទៅបងប្អូនជំនាន់ក្រោយបានប៉ុណ្ណឹងដើម្បីកុំឲ្យគាត់ដើរលើ platform ណាដែលអត់ល្អដែលយើងធ្លាប់ experience អានេះជាអ្វីដែលខ្ញុំគិតហ្មងចា៎បាទអរគុណច្រើនមែនតើស្រាប់ទៅគឺបងអូនចូលរួមជាមួយការងារសង្គមនិងការជួយទំនុកបំរុងហ្នឹងគឺស្រឡាញ់ក្មេងៗហ្នឹងគឺច្រើនដែរហើយពិតជាយកចិត្តទុកដាក់មែនតើកន្លងមកបានធ្វើកម្មវិធីសប្បុរសធម៌បានប្រហែលដងហើយនៅណាខ្លះណាអូនជួយចែកម្លែកផងច្រើនដែរបងក្រោយមកនេះខ្ញុំបានទៅសាលាហើយក៏ខ្ញុំក៏បានទៅដូចជាកន្លែងដែលគាត់ថែរក្សាកុមារដែលទទួលបានដូចថាធ្លាប់ទទួលបានការបៀតបៀនផ្លូវភេទអញ្ចឹងខ្ញុំក៏ទៅដល់កន្លែងហ្នឹងតែកន្លងមកខ្ញុំតែងតែ focus ទៅលើមនុស្សចាស់ហើយនិងកុមារសម្រាប់ខ្ញុំមនុស្សចាស់ខ្ញុំគិតថាចេះគាត់លំបាកមកពេញមួយជីវិតហើយដល់វ័យប៉ុណ្នេះហើយគាត់នៅតែលំបាកទៀតអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំមើលនឹងភ្នែកអត់បានសម្រាប់ក្មេងៗដូចខ្ញុំនិយាយជំរាបជូនបងអញ្ចឹងខ្ញុំចង់ឲ្យក្មេងៗទទួលបាន experience ពីខ្ញុំសិក្សាពីខ្ញុំអញ្ចឹងខ្ញុំធ្វើជារឿយៗមករហូតហ្មងចាអរគុណច្រើនមែនតើអញ្ចឹងមានថាពីយ៉ាមកទាំងពីចតាមកទាំងព្រមតែម្ដងទាំងដូចសម្រស់សមត្ថភាពនិង talent ក្នុងវិស័យបរិបញ្ញាចំណេះដឹងការងារសប្បុរសធម៌គឺបានបំពេញឲ្យជាប្រចាំថ្ងៃជាពិសេសគឺ business អាជីវកម្មរបស់ខ្លួនក៏មានដែររស់ស៊ីរស់ថ្ងៃនេះដកប្រាក់ចំណេញទៅជួយសប្បុរសធម៌ទៀតបើអត់រស់ស៊ីអត់មានប្រាក់ទៅជួយទេយើងត្រូវបើយើងនិយាយទៅយើងនិយាយឲ្យត្រង់យើងក៏គប់គង់ខ្លួនឯងក្រុមគ្រួសារហើយក៏យើងធ្វើនៅអ្វីដែលយើងចង់ធ្វើទៅជួយដល់អ្នកដែលយើងចង់ជួយដូចគ្នាបងចាអរគុណច្រើនមែនតើបន្ទាប់ពីកម្មវិធីបំពាក់ឈាមផ្លូវការហើយនឹងត្រៀមធ្វើអ្វីផ្សេងឬមានត្រៀមធ្វើអ្វីអីទៀតអត់សម្រាប់ឆ្លើយតបទៅកាន់អ្នកគ្រប់គ្រងជាពិសេសអ្នកស្រឡាញ់បងអូនខ្ញុំនឹងព្យាយាមអាប់ដេតទៅតាមបណ្ដាញសង្គមរបស់ខ្ញុំអ្នកទាំងអស់គ្នាអាចចូលទៅមើលនៅក្នុង page និង Instagram បានគឺឈ្មោះ Fiyata អញ្ចឹងអ្នកទាំងអស់គ្នាអាចវាយជាអង់គ្លេសឬក៏ភាសាខ្មែរខ្ញុំនឹងព្យាយាមអាប់ដេតបន្ថែមទៀតប៉ុន្តែសម្រាប់វគ្គបន្តទៀតរបស់ Miss Universe ខ្ញុំមិនអាចប្រាប់បានចាអរគុណច្រើនជាចំណុចចុងក្រោយតើអូនមានសារអីផ្ដាំទៅដល់អ្នកគ្រប់គ្រងក៏ដូចជាមហាជនសម្រាប់អូនក្នុងការគ្រប់គ្រងទៅដល់
អូនជាបេក្ខភាពលើការការគូប្រជែងរបស់ Miss Universe Cambodia ឆ្នាំ2025ដំបូងខ្ញុំមានមេរៀនដៃ10សូមអរគុណមែនតើសម្រាប់អ្នកគ្រប់គ្រងខ្ញុំតាំងពីដើមរហូតដល់ពេលនេះមិនថាខ្ញុំមានពេលខ្លះធម្មតាមនុស្សយើងវាមានពេលខ្លះខុសពេលខ្លះត្រូវប៉ុន្តែពួកគាត់នៅតែអត់ផ្លាស់ប្ដូរពីចិត្តស្រឡាញ់នៅតែព្យាយាមគ្រប់គ្រងនៅតែបន្តដំណើរជាមួយខ្ញុំរហូតដល់សប្តាហ៍នេះអញ្ចឹងថ្ងៃនេះខ្ញុំគិតថានេះគឺជាកាដូធំសម្រាប់ជូនទៅអ្នកគ្រប់គ្រងខ្ញុំរាប់ឆ្នាំហើយដែលគាត់អត់មានអីដូចថាអត់មានអីដែលធ្វើឲ្យគាត់ដិតអារម្មណ៍ថាតាមដានហ្នឹងអញ្ចឹងឥឡូវនេះគឺជាកាដូជូនគាត់ហើយសង្ឃឹមថាគាត់នឹងផ្ដល់កម្លាំងចិត្តឲ្យខ្ញុំឲ្យច្រើនហើយខ្ញុំអរគុណចំពោះក្តីស្រឡាញ់នេះខ្លាំងមែនតើអរគុណទៅដល់ក្រុមគ្រួសារមិត្តភ័ក្តិហើយអ្នកគ្រប់គ្រងទាំងអស់គ្នាដែលអត់ទុកខ្ញុំចោលអញ្ចឹងខ្ញុំក៏អត់ទុកអ្នកទាំងអស់គ្នាចោលដូចគ្នាអរគុណច្រើនបងស្រីជូនពរជោគជ័យគ្រប់វគ្គណាសម្រាប់ការប្រកួតនេះពេលខាងមុខនេះ អរគុណចាអរគុណមក SBC 369 website min game សប្បាយច្រើនបើមន់ជុលបៀបាការ៉ាត់បើ account ទទួលបាន 5% ធានានៅសុវត្ថិភាពខ្ពស់ 100%